វាយឆ្វេងថែមស្ដាប់បោកចង្គង់ស្ដាំបាទអាយ៉ាបាត់ដៃនេះបាទធ្វើឲ្យ Freddy បាទគាត់ដួលចង្អាប់ចង្អើទៅតែម្ដងបាទព្យាយាមចូលទៅទៀតបាទស្ដាំម្ដាយបាទស្រញ់ខ្លួន មកកសោ បាទញ៉ាកដាបាទព្យាយាមរាប់បាទទៅលើកីឡាករ Freddy 3 4 4 ទឹកទី1 round 1 បាទនេះទស្សនាការប្រកួតបាទគូឯកប្រចាំសប្តាហ៍បាទនេះគឺជាការប៉ះគ្នាបាទរវាងកីឡាករហាន់ពីបាទជាមួយនឹង Freddy បាទសាកមកជើងស្ដាំមកទៅលើ Freddy បាទ Freddy សាកម្ដាយឆ្វេងទៅវិញបាទឆ្វេងម្ដាយទៀតវាយស្ដាំថែមឆ្វេងបាទ Freddy ព្យាយាមដើរចូលធាក់ស្ដាំបាទមើលទៅ Freddy បាទគឺគេជំនាញក្នុងការប្រើដៃបាទចឹងក្បាច់គោលរបស់គេបាទគឺប្រកួតសកលហើយបាទវាយសកលបាទវាយស្ដាំថែមឆ្វេងបាទស្ដាំម្ដាយវាយថែមទៀតបាទ Freddy ព្យាយាមធាក់ឆ្វេងមកជើងបាទដើរចូលបាទវាយឆ្វេងស្ដាំពីហាន់ពីទៅវិញបាទហាន់ពីព្យាយាមដើរចូលបាទ Freddy បាទដាក់មកជើងស្ដាំបាទធាក់ស្ដាំវាយឆ្វេងថែមស្ដាំបោកចង្គង់ស្ដាំបាទអាយ៉ាបាត់ដៃនេះបាទធ្វើឲ្យ Freddy បាទគាត់ដួលចង្អាប់ចង្អើទៅតែម្ដងបាទព្យាយាមចូលទៅទៀតបាទស្ដាំម្ដាយបាទស្រញ់ខ្លួន មកកសោ បាទញ៉ាកដាបាទព្យាយាមរាប់បាទទៅលើកីឡាករ Freddy 3 4 4 5 5 6 6 7 7 8 8បន្តការប្រកួត បន្តការប្រកួតទៀតបានបាទធាក់មកជើងស្ដាំបាទវាយស្ដាំម្ដាយថែមទៀតដើរចូលអុកចង្គង់ស្ដាំបាទឆ្វេងវាយសោះវិញម្ដាយស្ដាំត្រង់នេះអូយបាទលោកអាញាកដាបាទជួយសង្គ្រោះមិនទាន់ទេបាទដួលលើកំរាតែម្ដងបាទទឹកទី1បាទមើលទៅមិនទាន់បានកន្លះទឹកស្រួលបួលផងបាទយើងមកមើលរូបភាពយឺតមួយសារទៀតវ៉ាវវាយម្ដាយស្ដាំត្រង់នេះបាទស្រញ់ខ្លួនជាលើកទី1បាទតែគាត់ខំព្យាយាមបាទប្រឹងស្មារតីបាទម្ដាយត្រង់នេះទៀតបាទលោកអាញាកដាបាទក៏រាប់បាទចំនួន8បាទទៅលើកីឡាករកាប់វែរូបនេះបាទត្រង់នេះមកจากគង់ស្ដាំបាទយកអេឡង់បានដាក់ម្ដាយស្ដាំបាទគឺដួលផ្ងាកក្រោយទិសទៅតែម្ដងបាទត្រង់ជើងថ្លឹងតែម្ដងអូយបាទនេះចំកន្លែងសន្លប់ធំបាទខ្ញុំជឿថាមិនត្រឹមតែលោកអាញាកដាហុងសាវ៉ាទេបាទនៅពេលដែលដួលអស់ចំហបែបនេះគឺមិនមានអ្នកណាចូលទៅត្រូតាន់ទេបាទបងប្អូនមើលរូបភាពយឺតគឺដូច្នេះជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមហានពីបាទអបអរសាទរដល់ហានពីបាទអ្នកខេត្តបាត់ដំបងបាទ